នេះគឺពេញអាយុ23ឆ្នាំសពថ្ងៃជាកម្មការងាររោងចក្រថ្ងៃនេះពេជ្របានទៅផ្សារហើយជួបនឹងមីងសុខាអូយសសតយ៉ាងណាអីក៏ដែរលក់ដាច់ចឹងហ៎ហើយឥឡូវមនុស្សដល់ផ្សារច្រើនក៏អ៊ូអពេញនឹងហើយមួយមានម្នាក់2-3ម៉ឺនមកយើងមិនលក់ដាច់មកយូរអូយមីងឯងស្នាងហ្នឹងឥឡូវអីក៏ថ្លៃដែរមីងតំកស្ករស្មើត្រីក៏ឡើងថ្លៃចាបងកំណត់ក៏មានចឹងដែរគឺតែបើសិនជា GDP កើនឡើងថ្លៃទំនិញក៏វាកើនឡើងតាមនឹងដែរអាហ្នឹងវាតែប៉ុណ្ណឹងក្នុងពេលដែលសេដ្ឋកិច្ចយើងវារីកដំណើរលូតលាស់អញ្ចឹងទៅតម្រូវការក៏វាឡើងតាមហ្នឹងដែរហើយនៅពេលដែលតម្រូវការហ្នឹងវាឡើងទៅអាតម្លៃអីលេងហ្នឹងក៏វាឡើងតាមដូចគ្នាដែរអាហ្នឹងបើពាក្យបច្ចេកទេសអង់គ្លេសគេហៅថាគេ demand pull inflation ហ្នឹងអូខ្ញុំមិនចង់រលួយបានកាន់តែច្រើនរបស់កាន់តែឡើងហើយប៉ុន្តែវាល្អសម្រាប់អ៊ីអ្នកលក់នេះភៀវមកកាន់តែច្រើនលុយក៏ចូលកាន់តែច្រើនឲ្យអត់ឡើងលឿនពេកអតិថិជនណាដែលមានកម្រិតសមល្មមវាធ្វើឲ្យទីផ្សារយើងមានសុខភាពល្អនៅស្រុកទេសយើងឲ្យតែមានកំណើនអតិផលណាតិចតួចប៉ុណ្ណឹងវាមិនអីទេបើតាមការស្រាវជ្រាវគេថាអតិផលណាធំ11 12អីវាអត់ប៉ះពាល់ដល់សេដ្ឋកិច្ចយើងអាហ្នឹងដូចទៅនឹងរបាយការណ៍ពីខាងធនាគារជាតិដែរជាទូទៅកំណើនហើយនឹងអតិផរណាមធ្យមហ្នឹងគឺវាបែងតែដើរទន្ទឹមគ្នាចំណុចនៅពេលដែលសេដ្ឋកិច្ចដំណើរការល្អចឹងវាបង្ហាញថាសេដ្ឋកិច្ចយើងវាអាចរីកចម្រើនបានខណៈណាដែលយើងគ្រប់គ្រងថ្លៃទំនិញកុំឲ្យកើនឡើងពេកបើចង់ដូចគ្រឿងធ្វើម្ហូបចឹងណាបើតិចពេកសាបញ៉ាំអត់កោតែបើច្រើនពេកដល់ចាក់ចោលទេមែនតាក្មួយកៅស៊ីវាដូចតាស្លគ្រឿងចឹងមែនអត់អូយនិយាយចឹងខួយស្លៀកពាក់ស្អាតដល់ហើយមកពីណានោះខ្ញុំមកពីស្ថាប័នជូតនេះខ្ញុំមកស្ទង់តម្លៃទំនិញតិចតួចនេះអូមីងខ្ញុំមកពីខាងធនាគារជាតិថ្ងៃហ្នឹងខ្ញុំចុះមកវាស់ស្ទង់មតិនៅក្នុងផ្សារបន្តិចនេះខ្ញុំសាស្ត្រាចារ្យនៅសាលាចិត្តហ្នឹងហើយចុះអត់សួរខ្ញុំដែរមីងក្មួយពេញខ្ញុំមកទិញមីងរាល់ថ្ងៃច្បាច់មីងសួរអីទៀតដោយសារតែវត្ថុធាតុដើមមានកង្វះតម្លៃប្រេងនៅលើពិភពលោកត្រូវបានកើនឡើងជាខ្លាំងនៅក្នុងសប្តាហ៍នេះដូច្នេះតម្លៃដឹកជញ្ជូនក៏នឹងព្យាករណ៍ថានឹងកើនឡើងដែរអូចាំផ្លែដល់ក្មួយគេខំមកមីងផ្លែអីអូយចក់បាត់ហើយក្មួយអើយអាក្មួយមួយដែលថាដឹកបន្លែឲ្យអ៊ីលក់រាល់ថ្ងៃហ្នឹងវាខំមកអ៊ីហើយវាថាឥឡូវវាត្រូវយកថ្លៃអ៊ីជាងមុនដោយសារឥឡូវថ្លៃសាំងវាឡើងថ្លៃនោះអូចង់អីក៏ឡើងថ្លៃទៀតហ៎ចង់តិចទៀតខ្ញុំទៅទិញត្រីដល់ឡើងថ្លៃគេដឹកមកទៀតហីចង់ហ្នឹងហើយបងឥឡូវហ្នឹងវាឡើងជាបាតុភូត demand pull ទៀតហើយវាចូលជាលក្ខណៈជាអតិផរណា cost push វិញដោយសារតែនៅពេលដែលថ្លៃទំនិញវាឡើងថ្លៃវត្ថុធាតុដើមវាឡើងទៅក៏ធ្វើឲ្យថ្លៃទំនិញនៅទីផ្សារហ្នឹងវាឡើងលឿនចឹងដែរហ្មងអាហ្នឹងវាធម្មតានៅពេលដែលតម្លៃប្រេងហ្នឹងវាកើនឡើងអីចឹងទៅអាតម្លៃនាំចូលហ្នឹងក៏វាថ្លៃមកដែរអញ្ចឹងតំណែងអ្វីៗក៏វាថ្លៃធ្វើឲ្យ GDP យើងវាចុះអញ្ចឹងចាលោកគ្រូទោះជាប្រជាជនយើងគាត់ទិញតិចក៏ដោយក៏ថ្លៃទំនិញនាំចូលវាធ្វើឲ្យតម្លៃកើនឡើងដែរអូបើចឹងមានន័យថាយើងត្រូវចំណាយកាន់តែច្រើនទាំងដែលយើងរកចំណូលចូលមកអត់ទាំងច្រើនជាងមុនផងហ្នឹងហ្នឹងហើយអា demand pull អា cost push អីហ្នឹងអាហ្នឹងវាគៀបយើងដូចសាំងវិចចឹងអាហ្នឹងអញ្ចឹងវាមិនលំបាកសម្រាប់អ៊ីអ្នកលក់នេះអញ្ចឹងបើសិនជាតម្លៃទំនិញវាឡើងថ្លៃអ៊ីលក់ថ្លៃហើយអ្នកទិញគេល្អូរហូតទៀតហីចាប់បាត់ហីមីងនេះថ្លៃបន្លែហើយឥឡូវគេនាំគ្នាចាយដុល្លារអញ្ចឹងហើយចុះបើអត្រាការប្រាក់វាផ្លាស់ប្ដូរទៅអាហ្នឹងវាល្មិចវិញហ្នឹងគឺជាសំណួរល្អមីងឥឡូវហ្នឹងគឺច្រើនជាង 80% នៃបរិមាណរូបិយវត្ថុនៅក្នុងស្រុកយើងហ្នឹងគឺសុទ្ធសឹងតែជាលុយដុល្លារហ្មងហើយនឹងដែលគេហៅថាដុល្លារភាគរូបនីយកម្មអាហ្នឹងវាធ្វើឲ្យតម្លៃរបស់យើងគឺវាមានស្ថិរភាពប៉ុន្តែក៏វាកំណត់នៅលទ្ធភាពដែលធនាគារ
កណ្ដាលឯហ្នឹងរបស់យើងឯហ្នឹងអាចគ្រប់គ្រងអតិថលណាបានដែរ ចាយើងអត់អាចកែសម្រួលអត្រាការប្រាក់យើងតាមតែចិត្តយើងឯងយើងត្រូវពឹងផ្អែកលើលក្ខណៈរឹងមាំនៃប្រាក់ដុល្លារវិញ អូបើចឹងមានន័យថាយើងប្រើប្រាស់ប្រព័ន្ធបនគេផ្សេងមិនចឹង យើងអាចនិយាយចឹងក៏បានដែរវាមានសុវត្ថិភាពមែនប៉ុន្តែយើងអត់អាចគ្រប់គ្រងវាបានដល់ងាយស្រួលអញ្ចឹង អញ្ចឹងហើយបានជាខ្មែរយើងឥឡូវហ្នឹងគឺផ្ដោតសំខាន់ទៅលើគោលនយោបាយសារពើពន្ធហើយនឹងអត្រាប្តូរប្រាក់លំនឹងហ្នឹងជាជាងការរត់បន្តឹងបរិមាណរូបិយវត្ថុដែលយើងធ្វើការពីមុនហ្នឹងដោយសារតែឥឡូវហ្នឹងសេដ្ឋកិច្ចយើងគឺមានដុល្លារភាពវិពន្ធកម្មហ្នឹងខ្ពស់ដែរអញ្ចឹងតែយើងបើយើងអាចធ្វើដូចវិធីពីមុនទេ ចឹងអាលុយដុល្លារហ្នឹងក៏វាជួយការពារសេដ្ឋកិច្ចយើងប៉ុន្តែវាគៀបសង្កត់យើងដែរត្រូវអត់ក្មួយខ្ញុំចាំមែនថាការជំនាន់កូវីដដំបូងណានៅផ្សារយើងហ្នឹងស្ងាត់ឆឹងហ្មងខ្ញុំថាក្មួយចិត្តផ្ទះមីងវិញនិយាយថាចេះនៅពេលដែលអាផលិតផលក្នុងស្រុកសរុបនឹងធ្លាក់ចុះប៉ុន្តែតម្លៃអាថ្លៃនាំចូលហ្នឹងវាកើនឡើងវិញ វាដោយសារតែអាពេលខ្សែផ្គត់ផ្គង់លើពិភពលោកយើងមានបញ្ហាយើងនាំចូលអតិថលណា ទុនបំរុងទាំងអស់ហ្នឹងជាមួយនឹងការចំណាយរបស់រដ្ឋាភិបាលអីហ្នឹងវាដើរតួដូចជាសសរមួយអញ្ចឹងដែលវាត្រយើងវារក្សាសេដ្ឋកិច្ចរបស់យើងគឺនៅដដែលប៉ុន្តែទោះបីតម្លៃដែលជំវិញហ្នឹងវាផ្លាស់ប្ដូរយ៉ាងខ្លាំង អូអញ្ចឹងអត្រាកំណើនសេដ្ឋកិច្ចយើងហ្នឹងវាធ្លាក់ចុះមែនប៉ុន្តែក៏យើងអត់អាលីអាលំសេដ្ឋកិច្ចដែរ ហ្នឹងហើយមីងតែសារយើងធន់ហើយវាក៏ជាចំណុចខ្លាំងយើងដែរ មិនន័យថាបើសិនជាតម្លៃវាកើនឡើងដោយសារមនុស្សទិញកាន់តែច្រើនអញ្ចឹងវាជាកំណើនល្អប៉ុន្តែបើសិនជាអាថ្លៃហ្នឹងវាឡើងដោយសារអាតម្លៃទីផ្សារសកលលោកដូចប្រេងអីហ្នឹងវាកើនឡើងវិញអញ្ចឹងវាជាបញ្ហាសម្រាប់សេដ្ឋកិច្ចយើងត្រូវអត់ក្មួយ ហើយឥឡូវហ្នឹងប្រទេសកម្ពុជាយើងកំពុងរងនៅព្រឹត្តិការណ៍ទាំងពីរហ្នឹងហ្មង មកពីចឹងហើយតើយើងត្រូវប្រុងប្រយ័ត្នពេលយើងគ្រប់គ្រងហិរញ្ញវត្ថុឬក៏ fiscal management តាមពាក្យបច្ចេកទេសរបស់គេហើយក៏ត្រូវប្រុងប្រយ័ត្នពេលរក្សាស្ថិរភាពអត្រាប្តូរប្រាក់ដែរ ចង់មើលទៅទីផ្សាររបស់យើងណាតែហាងពីប្រព័ន្ធសេដ្ឋកិច្ចទាំងមូលយកហ្មងត្រូវមានការលូតលាស់ដែលប្រុងប្រយ័ត្នចាយវាឲ្យចេះគិតហើយត្រូវរៀបលក្ខណៈឲ្យគ្រប់គ្រាន់ជៀសវាងការមានបាតុកិច្ចពីខាងក្រៅកាត់ឡើង ចាបងអតិផរណាវាមិនសុទ្ធតែជារឿងខ្វះស្ងាត់ប្រទេសយើងទេជាទូទៅនៅពេលដែលសេដ្ឋកិច្ចដំណើរការល្អទៅគឺវាតែងតែមានអតិផរណាខ្លះៗហើយ ឲ្យតែយើងរក្សានៅស្ថិរភាពលំនឹងឲ្យវាបានគឺយើងនៅតែរីកចម្រើននៅតែមុខទៅមុខទៅចឹងណា នៅប្រទេសកម្ពុជាផលិតផលក្នុងស្រុកសរុបនិងអតិផរណាដើរទន្ទឹមគ្នារួមជាមួយនឹងការលូតលាស់ថ្លៃចំណាយនិងភាពធន់តែអ្នកទាំងអស់គ្នាយល់យ៉ាងម៉េចដែរចំពោះវីដេអូខ្លីមួយនេះសូមអរគុណចំពោះការតាមដានទស្សនានិងសង្ឃឹមថាវីដេអូនេះបានផ្ដល់ជាចំណេះដឹងថ្មីៗសម្រាប់អ្នកទាំងអស់គ្នា